សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel វិទ្យាពឺព្រួយនៅថ្ងៃនេះដែរខ្ញុំមានរឿងមួយមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់សេចរឿងមួយនេះដែរខ្ញុំទទួលបានពីបងស្រីម្នាក់គាត់មានឈ្មោះថាបងលីក៏បាននិយាយថារឿងរ៉ាវមួយហ្នឹងបានកើតឡើងកាលគាត់នៅក្មេងៗហើយនៅឆ្នាំហ្នឹងចន្លោះឆ្នាំ2003 2004តែរឿងរ៉ាវរបស់បងលីបានកើតឡើងអ្វីខ្លះតោះចូលស្ដាប់សេចរឿងពេញទាំងអស់គ្នាបងលីក៏បាននិយាយថាកាលនៅចន្លោះឆ្នាំ2003 2004ហ្នឹងបងលីក៏នៅក្មេងគាត់នៅប្រហែលជា12 13ឆ្នាំហ្នឹងហើយគាត់ទៅរៀននៅសាលារៀនមួយកន្លែងសាលារៀនហ្នឹងនៅឆ្ងាយពីផ្ទះគាត់ណាបងប្អូនហើយគាត់ទៅរៀនគាត់ធ្វើដំណើរដើរស្មើជើងហើយគាត់ទៅរៀន3នាក់បងប្អូនបងគាត់ឈ្មោះថាបងផោះមួយនិងមួយទៀតឈ្មោះថាបងភាហើយគាត់ទាំង3នាក់គាត់ទៅរៀនជារៀងរាល់ថ្ងៃហើយគាត់ឡើងទៅពីល្ងិតគាត់ទៅរៀនបងប្អូនគាត់ដើរដោយសារគាត់អត់មានកង់មានម៉ូតូជិះទេកាលឆ្នាំហ្នឹងព្រោះគ្រួសារគាត់ខ្វះខាតដែរអញ្ចឹងហើយណាមួយគាត់នៅតំបន់ភ្នំអញ្ចឹងបាក់ផ្លូវឡើងចុះដែរអញ្ចឹងយើងដើរថ្មើរជើងទៅវាស្រួលជាងហើយយើងអាចនឹងថានិយាយទៅវាថាយើងមានកង់មានម៉ូតូជិះវាអាចបានដែរបងប្អូនប៉ុន្តែគាត់ថាគ្រួសារគាត់ខ្វះខាតអញ្ចឹងគាត់អត់មានអីជិះទេគាត់មានដើរថ្មើរជើងតែពេលថ្ងៃមួយគាត់ទៅរៀនដូចធម្មតាអញ្ចឹងតែពេលទៅរៀនបងផោះនិងបងភាគាត់ដើរទៅមុនអញ្ចឹងហើយបងលីគាត់បានដើរទៅតាមក្រោយតែពេលគាត់ឃើញថាបងផោះបងភាដើរទៅអញ្ចឹងគាត់ខំរត់ស្រែកហៅផងរត់តាមផងហៅអត់ឈប់ទេហើយថាបងភាចាប់ពេលឃ្លឺបងលីគាត់ហៅអញ្ចឹងថាបងភាគាត់ងាកមកឲ្យសាច់ស្ញែងដាក់គាត់ក៏ដើរទៅមុខទៀតអត់ចេះឈប់ចាំគាត់ទេគាត់នៅដើរទៅរហូតហើយបងលីក៏គាត់ខំរត់ហៅហងរត់ហងហៅហងឲ្យចាំតែគាត់អត់ចាំទេចាំតែពេលនោះបងលីគាត់ខឹងគាត់ជេរគាត់ថាពួកមីក្បាញ់យកអត់នេះអញហៅខំហៅឲ្យចាំអត់ចាំអញខំរត់តាមចង់ងល់ហៅឲ្យវាអត់ចាំវាមិនចាំអញអធិស្ឋានបងប្អូននេះក៏បងលីក៏បានចែកម្លែកមកគាត់បាននិយាយថាចឹងបងប្អូនម៉ែខ្ញុំអ្នកនិយាយបងប្អូនអធិស្ឋានហើយបងលីគាត់បាននិយាយចឹងមែនហើយពេលហ្នឹងដែរដល់ពេលគាត់ជេរហើយគាត់ខំរត់ទៅដល់ចាំគាត់ឃើញមកបងផោះដើរបងលីគាត់ចាប់ដៃទាញចាប់ថាបងប្អូនហើយដឹងមានអីអត់ពេលទីមកដឹងថាណាគេអត់មិនមែនបងផោះឬមួយក៏បងភាទេបងប្អូនហើយគឺខ្មោចគាត់ថាពេលចាប់ដៃទាញមកងាកតកមកក្រោយបងប្អូនសាកសម័យមើលបើថាយើងឈរយើងដូចថាយើងដើរមុខយើងបែរទៅមុខធម្មតាអញ្ចឹងប៉ុន្តែដល់ពេលគាត់ចាប់ដៃទាញមកបែរមកតែក្បាលមកខាងក្រោយទេបងប្អូនគាត់ថាពេលហ្នឹងគាត់ឡើងកាំងមកគាត់ដើរអត់រួចរត់ក៏អត់រួចពេលហ្នឹងគាត់ចង់ស្លាប់នៅកន្លែងតែក៏អត់បានស្លាប់បងប្អូនគាត់ថាគាត់តែកាំងថ្មឹងដើរអត់រួចស្រែកក៏អត់រួចនៅកាំងនៅឈរមកកន្លែងធ្វើក៏អត់កើតធ្វើក៏និយាយទៅថាដូចយើងមនុស្សធ្លាក់ផាំងភ្លឹកចឹងគាត់ឈរនៅកាំងមកកន្លែងដល់ពេលមកស្ទុះក្រោយមកចាំបងភានឹងមកផោះគាត់មកពីក្រោយគាត់ក៏បណ្ដោះគូស្មាហៅថាអាលីឲ្យធ្វើគេហ្នឹងបងប្អូនគាត់ហៅគ្នាតាអញហែងបងប្អូនគាត់មិនហៅថាបងឬមួយក៏ប្អូនអីចឹងទេគាត់ហៅថាអញហែងទេព្រោះជាទម្លាប់របស់គាត់ហើយបងប្អូនគាត់ថាគាត់បាននិយាយថាចឹងចេះតែពេលបងផោះហ្នឹងគាត់ចាប់ទាញគាត់ទៅគោះស្មាអធិស្ឋានបងប្អូនច្រឡំទាញគាត់ទៅគោះស្មាពីក្រោយចាំបងលីសុំលីមិនឈរអីហ្នឹងមកឈរកាំងថ្មើហ្នឹងឈរកាំងមើលឃើញខ្មោចហើយបងលីគាត់ថាអត់អីទេគាត់ឈរចាំគាត់អត់ហ៊ានប្រាប់ផោះនឹងបងភាថាគាត់ជួខ្មោចទេបងប្អូនហ្នឹងគាត់ឈរចាំបងផោះនឹងបងភាហ្នឹងថាអត់ឃើញមកឲ្យចាំយូរពេកចឹងហើយគាត់ឈរចាំទៅពេលហ្នឹងគាត់ក៏នាំគ្នាដើរទៅរៀនធម្មតាជារៀងរាល់ថ្ងៃដល់ពេលគាត់ចេញពីសាលារៀនវិញក៏មកដល់ផ្ទះវិញបងប្អូនគាត់មកដល់ផ្ទះវិញគាត់ហ៊ានប្រាប់ឲ្យគាត់ទេអត់ហ៊ានប្រាប់អ្នកផ្ទះគាត់ទេតែពេលល្ងាចឡើងពេលហូបបាយហើយម៉ែគាត់ឃើញគាត់រៀងថាស្លេកស្លាំងភ្នែករៀងមើលមុខរៀងភ័យអញ្ចឹងតែម៉ែគាត់សួរថាវាកាត់អីមុខរៀងភ័យរៀងស្លាំងអាលីមានរឿងអីមែនដែរបងលីគាត់ថាអត់ទេអត់មានរឿងទេម៉ែខ្ញុំគាត់ថាឈឺក្បាលបន្តិចអត់សូវស្រួលខ្លួនដល់ពេលគាត់ថាម៉ែគាត់ថាបើអត់ស្រួលខ្លួនត្រូវការកោខ្យល់ក៏ឲ្យចេញអត់កោខ្យល់ចេញកុំឲ្យឈឺខ្លាំងបងលីគាត់ថាអត់អីម៉ែអត់អីខ្ញុំដេកបន្តិចបាត់ហើយដេកបន្តិចបាត់ឈឺឯងលេងអីវិញហើយក៏ប្រាប់ម្ដាយគាត់ថាខ្ញុំឡើងទៅសម្រាប់សិនដោយសារគាត់ជាឈឺក្បាលអស់កម្លាំងចឹងតែពេលគាត់ចូលទៅសម្រាប់បានមកសន្ទុះដូចជាខ្ទង់ម៉ោង10 11យប់គាត់ក៏ដេកសពគាត់ថាគាត់សពហ្នឹងដូចមែនតើខ្ញុំបងទៅរៀនដូចរាល់ដងដូចធម្មតាថ្ងៃធម្មតាគាត់ដើរទៅរៀន3នាក់បងប្អូនមកគាត់បងភានិងបងផោះអញ្ចឹងប៉ុន្តែពេលនេះបងលីគាត់ថាគាត់ដើរមុខម្ដងគាត់ដើរមុនគេម្ដងដល់ពេលគាត់ដើរទៅមុនអញ្ចឹងគាត់ថាគាត់ដើរនិយាយគ្នាមួយបងប្អូនគាត់3នាក់បងប្អូនហ្នឹងដើរនិយាយគាត់ថាអត់មានលឺសលេងបងផោះនិងបងភានិយាយឆ្លើយមួយគាត់ហើយលឺសរាប់ជើងដើរពីក្រោយគាត់លឺកាត់ឈឹងដល់ពេលគាត់ដើរគាត់ងាកមកមើលពេលហ្នឹងគាត់ដើរដល់កន្លែងដើមឈើមួយបងប្អូនដើរហ្នឹងគាត់ថាដើមកពីងរីកព្រៃដើមគាត់ថាដើមធំដើមហ្នឹងព្រោះកពីងរីកព្រៃនៅជាប់ផ្លូវគាត់ដើរអញ្ចឹងថាគាត់ដើរដល់ដើមកពីងរីកហ្នឹងគាត់ក៏ហៅបងផោះនិងបងភាលឺសលេងគាត់ក៏ងាកមើលក្រោយតែងាកមើលក្រោយមិនឃើញម៉ាត់
ចឹងគាត់ថាពីនេះវាតាណាវាដើមមើលអញសុកវាតាណាវាបាទហើយគាត់បាត់អញដើរទៅមុនចាំមើលតទៅរៀនអត់ទាន់ចាំមើលគ្រូវាយគ្រូដាក់វិន័យទៀតមិនដឹងពេលគាត់ងាកទៅវិញអូនហើយគាត់ថាគាត់ឃើញនៅលើដើមកពេញរីកព្រៃហ្នឹងអង្គុយសំយងជើងចុះមកហើយខ្សាយដាក់គាត់ហើយមុខមិនល្អទេបងប្អូនហើយមុខភ្នែកលៀនចេញមកហើយថាបាក់និយាយមែនទេបងប្អូនសាកសម័យមើលអាពេលគាត់ថាអង្គុយនៅលើដើមឈើអង្គុយសំយងជើងចុះក្រោមហើយភ្នែកលៀនហើយសាច់ដាក់គាត់អូយគាត់ថាពេលហ្នឹងគាត់ថាស្រាប់តែពេលហ្នឹងគាត់ថាគាត់ភ័យខ្លាំងមែនតើហើយគាត់ស្រែកប៉ះគាត់ភ្ញាក់ពីដេកគាត់ភ្ញាក់ពីម្នេបងប្អូនដល់ពេលហ្នឹងម៉ែគាត់ក៏សួរថាហេចុះស្រែកស្អីគេយកកដាយកត្រាអន្តរៀនស្រែករត់ស្អីគេគាត់ថាខ្ញុំយល់សពអាក្រក់យល់សពឃើញខ្មោចគាត់ថាហេមកគិតច្រើនពេកបានទៅសពឃើញខ្មោចហើយគាត់ថាពេលហ្នឹងដែរគាត់ក៏បានប្រាប់ម៉ែគាត់ថាទេខ្ញុំពីថ្ងៃពីព្រឹកមិញពេលខ្ញុំទៅរៀនខ្ញុំឃើញមែនតើម៉ែខ្ញុំឃើញថាអាពេលហ្នឹងខ្ញុំឃើញថាអផុសហើយអាភាវាដើរទៅមុនខ្ញុំចឹងតែពេលហើយខ្ញុំខំហៅវាហៅឲ្យចាំវាអត់ចាំដល់ពេលខ្ញុំខឹងពេកខ្ញុំក៏ជេរវាដល់ពេលខ្ញុំរត់ទៅដល់ទាន់ខ្ញុំចាប់ដៃទាញមកហើយមិនគឺអផុសភាណាម៉ែអើយចាខ្មោចមកហ្នឹងវាងាកកមកវាអត់ងាកទាំងខ្លួនទេម៉ែវាងាកតែកគាត់និយាយប្រាប់ម៉ែគាត់ថាចឹងម៉ែគាត់ថាខ្មោចកន្លែងណាគាត់ថាឃើញឡាយចិត្តដើមកពេញរីកព្រៃធំហ្នឹងហើយខ្ញុំសពហ្នឹងក៏ឃើញចឹងដែរម៉ែធ្វើខ្ញុំដើរទៅរៀនដូចធម្មតាចឹងតែនិយាយគ្នាដល់ពេលហើយខ្ញុំឃើញខ្មោចនៅលើហ្នឹងខ្ញុំភ័យពេកក៏ស្រែកតែដល់ម៉ែគាត់សួរថាកពេញរីកកន្លែងណាកពេញរីកពេញរីកធំដើមធំហ្នឹងមែនចាម៉ែហ្នឹងហើយអាកពេញរីកហ្នឹងខ្ញុំក៏ឃើញមកពេលខ្ញុំទៅរៀនខ្ញុំឃើញខ្មោចហ្នឹងហើយពេលខ្ញុំសពក៏ខ្ញុំឃើញសពឃើញហ្នឹងដែរពេលខ្ញុំសពឃើញមិញគួរខ្លាចណាស់ម៉ែអើយវាអង្គុយនៅលើដើមកពេញរីកអង្គុយសំយងជើងចុះភ្នែកវាលៀនចេញមកហើយវាសាយដាក់ខ្ញុំដល់ពេលខ្ញុំភ័យខ្លាំងពេកខ្ញុំក៏ស្រែកហ្នឹងហើយក៏ភ្ញាក់ម៉ែសួរហ្នឹងគាត់ថាម៉ែទេខ្មោចវាមិនមែនតែនៅទេវានៅយូរហើយខ្មោចហ្នឹងហើយម្ដាយគាត់ក៏បានរៀបរាប់ពីប្រវត្តិខ្មោចឲ្យគាត់ស្ដាប់ចឹងណាគាត់ថាខ្មោចហ្នឹងពីដើមឡើយដើមកពេញរាជហ្នឹងអត់មានន័យទេធម្មតាទេតាចាប់ដើមមានប្តីប្រពន្ធ2នាក់គាត់មករស់នៅអញ្ចឹងតែប្តីគាត់ផឹកស្រាសវឹងគ្រូឆ្លោះវាយគាត់ខ្លាំងពេកតែពេលគាត់ថាគាត់បាក់មានជំងឺបាក់ទឹកចិត្តផងអញ្ចឹងដល់ពេលប្តីគាត់ធ្វើបាបគាត់ហងអីគាត់ធ្វើគាត់បាក់ចិត្តហងគាត់ក៏ឡើងទៅចងកលដើមពេញរាជហ្នឹងបានមានខ្មោចនៅលើដើមពេញរាជទៅសពថ្ងៃហ្នឹងមិនអីទេឥឡូវដេកសិនណាម៉ែគាត់ប្រាប់គាត់ថាអញ្ចឹងតែឥឡូវដេកនៅដេកសិនណាចាំស្អែកទៅវត្តស្រោចទឹកស្រោចអីចេញវាលែងអីហើយដល់ពេលហើយគាត់ក៏ចូលដេកជួយតាមធម្មតាម៉ែគាត់ថាបើមុនដេកឲ្យថ្វាយបង្គំខ្នើយបានម្នេញ3ដងហើយដេកទៅមិនលែងអីហើយតែពេលគាត់ក៏ធ្វើតាមម៉ាក់គាត់ប្រាប់ចឹងដល់ពេលព្រឹកឡើងភ្លឺឡើងគាត់អត់ទៅរៀនថ្ងៃគាត់ឈឺក៏ក្តៅខ្លួនតិចដល់ហើយម៉ែគាត់ក៏បាននាំគាត់ទៅវត្តឲ្យលោកស្រោចទឹកស្រោចអីនឹងចងអំបោះសីមាដៃហើយចាប់ពីពេលហ្នឹងមកគាត់ក៏លែងបានជួបខ្មោចនឹងទៀតគាត់ថាតែពីគាត់ស្រោចទឹកនឹងឲ្យចងខ្សែអំបោះដៃមកគាត់អត់ទៅរៀនអត់ដែលជួបខ្មោចក៏អត់ដែលរសពឃើញខ្មោចទៀតដែរហ្នឹងហើយបងប្អូនស្អីរឿងយើងទទួលបានពីបងលីគាត់បានរៀបរាប់តែប៉ុណ្ណេះស្អីរឿងយើងមកដល់ទីបញ្ចប់ហើយសូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យពេចន៍ខុសឆ្គងនេះជាវីដេអូទី1របស់ខ្ញុំអាចនឹងមានពាក្យពេចន៍ខុសឆ្គងច្រើននិងពាក្យនិយាយខុសច្រើនបងប្អូនសូមអធិស្ឋានហើយសង្ឃឹមបងប្អូនទាំងអស់គ្នានឹងមិនប្រកាន់ហើយខ្ញុំនឹងព្យាយាមកែតម្រូវនិយាយបានល្អប្រសើរជាងនេះជម្រាបលាបងប្អូនចាំជួបគ្នានៅវីដេអូក្រោយទៀត